វិលមកជុំវីដេអូរបស់ខ្ញុំទៀតហើយប្រិយមិត្តពុកម៉ែបងប្អូនពិសេសជាងគេនោះគឺសិក្សានុសិស្សដែលកំពុងនឹងរៀនត្រៀមហើយក៏កំពុងតែរៀននៅថ្នាក់ទី7រឿងនេះដកស្រង់ចេញពីអក្សរសិល្ប៍បែបប្រជាប្រិយដែលយើងមាននៅក្នុងកម្មវិធីសិក្សាសៀវភៅគោលរបស់ក្រសួងអប់រំយុវជននិងកីឡាថ្នាក់ទី7ដែលរឿងទី2បន្ទាប់ពីរឿងសុផាតណាប្រិយមិត្តគឺរឿងដើមកំណើតទីក្រុងភ្នំពេញរឿងដើមកំណើតទីក្រុងភ្នំពេញគឺជារឿងព្រេងទេប្រិយមិត្តដែលបានដកស្រង់ចេញពីប្រជុំរឿងព្រេងខ្មែរភាគទី5ដែលបានរៀបចំដោយក្រុមជំនុំទម្លាមទម្លាប់ខ្មែរតាំងពីខែមករាឆ្នាំ1959មកម្លេះរឿងនេះត្រូវបានក្រសួងអប់រំយុវជននិងកីឡាដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាអត្ថបទអក្សរសិល្ប៍សម្រាប់ថ្នាក់ទី7ហ្នឹងដោយសារតែរឿងហ្នឹងតាក់ទងទៅនឹងប្រវត្តិសាស្ត្រក៏កើតនៅទឹកដីទីក្រុងភ្នំពេញដែលជាទីតាំងសំខាន់និងជាអតីតទីក្រុងនៃព្រះរាជាណាចក្រកម្ពុជារបស់យើងគោលបំណងសំខាន់នោះគឺដើម្បីឲ្យសិស្សានុសិស្សយល់ដឹងពីប្រវត្តិសាស្ត្រនៃទីកន្លែងកំណើតនិងជាស្នាដៃរបស់បុព្វបុរសខ្មែរដែលបានកសាងទុកកេរដំណែលនេះរហូតមកដល់សព្វថ្ងៃលើពីនេះទៅទៀតហ្នឹងគឺបន្ថែមការបណ្ដុះនៅស្មារតីជាតិនិយមឲ្យចេះថែរក្សាការពារនៅបូរណភាពទឹកដីក៏ដូចជាស្នាដៃនិពន្ធរបស់ដូនតាខ្មែរយើងបាទទន្ទឹមនឹងហ្នឹងដែរគឺរឿងដើមកំណើតទីក្រុងភ្នំពេញនេះយើងបានឃើញក៏ដូចជាខ្ញុំបានសិក្សាពិនិត្យទៅឃើញថាឯកសារមានច្រើនណាស់ដែលពាក់ព័ន្ធទៅនឹងការរៀបចំការកសាងក៏ដូចជាការស្ថាបនាទីក្រុងភ្នំពេញច្រើនលើកច្រើនសារមែនទែនពិសេសគឺចាប់តាំងពីក្នុងរាជកាលនៃព្រះបាទពញ្ញយ៉ាតរហូតមកដល់សប្តាហ៍ថ្ងៃការកសាងក៏ដូចជាស្ថាបនាទីក្រុងភ្នំពេញហ្នឹងគឺមានច្រើនរបៀបប៉ុន្តែនៅក្នុងសិភៅរបស់ក្រសួងអប់រំដែលបានចងក្រងជាអត្ថបទអក្សរសិល្ប៍ឲ្យសិស្សានុសិស្សធ្វើការសិក្សាយើងឃើញថាក្រសួងអប់រំដកស្រង់ពីការស្ថាបនាតាំងពីអរិយបុរាណមកគឺការស្ថាបនាទីក្រុងភ្នំពេញហ្នឹងគឺមាន2លើកហើយនៅក្នុងវីដេអូនេះខ្ញុំមិនទាន់និយាយអំពីសាច់រឿងទាំងមូលចែកជូនប្រិយមិត្តសម្ដាប់ទេប៉ុន្តែខ្ញុំសូមលើកប្រវត្តិទូអំពីការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញព្រោះថាដើម្បីឲ្យដឹងថាការរៀបចំបដិកលាគ្នាជាមួយរឿងនៃដើមកំណើតទីក្រុងភ្នំពេញនឹងយ៉ាងដូចម្តេចខ្លះអញ្ចឹងទេមុននឹងសិក្សាអំពីរឿងកំណើតទីក្រុងភ្នំពេញនេះគឺបង្វែរអារម្មណ៍ប្រិយមិត្តក៏ដូចជាសិស្សានុសិស្សឲ្យដឹងអំពីប្រវត្តិពិតខ្លះនៃការស្ថាបនាទីក្រុងភ្នំពេញជាមុនសិនរួចហើយយើងនឹងសិក្សារឿងយើងកាន់តែមានខ្លឹមសារសំខាន់ពិសេសកាន់តែយល់នៅក្នុងអត្ថន័យនៃរឿងដើមកំណើតទីក្រុងភ្នំពេញនេះប្រិយមិត្តពុកម៉ែបងប្អូនសិស្សានុសិស្សជាទីគោរពរាប់អានជាទីមេត្រីព្រះរាជវង្សសាវតានៃប្រទេសកម្ពុជាចែងថាព្រះបាទសម្ដេចព្រះបរមរាជាពញ្ញយ៉ាតទ្រង់គ្រងរាជសម្បត្តិគង់នៅក្នុងព្រះរាជវាំងមហានគរនគរធំក៏បានតែ15ឆ្នាំលុះមកដល់ឆ្នាំគម្រប់ឆ្នាំទី16ក្នុងរាជការរបស់ព្រះអង្គទើបទ្រង់បានណាយល់ថាទ្រាំនៅក្នុងមហានគរនេះតទៅទៀតពុំបានហើយបាទក៏ព្រះបញ្ជាឲ្យកសាងព្រះទីនាំងថ្មីនៅទួលបាសានក្នុងខេត្តស្រីសឈរកាត់នោះបាទដែលស្ថិតដែលសពថ្ងៃហ្នឹងគឺថានៅក្នុងស្រុកស្រីសន្ធរខេត្តកំពង់ចាមនៅថ្ងៃទី13រោចខែមករាឆ្នាំជូតចត្វាស័កពុទ្ធសករាជ1976ត្រូវនឹងគ្រិស្តសករាជនៅឆ្នាំ1432កាលនោះដោយកាលនោះព្រះបាទសម្ដេចព្រះបរមរាជាពញ្ញយ៉ាតទ្រង់ស្ដេចជាងចាក់មហានគរមួយអន្លើដោយព្រះរាជសេវកាមាត្រជាមួយនឹងនិមន្តសមមុខមន្ត្រីជាដើមដោយព្រះទីនាំងតាមជលមាគាមកលុះដល់ថ្ងៃ15កើតខែបុស្សឆ្នាំជូតចត្វាស័កលុះស្ដេចយាងមកដល់ទួលបាសានបានស្ដេចគង់នៅយ៉ាងសុខសេមសានក្នុងព្រះរាជវាំងបាសាននោះបានត្រឹមតែ1ឆ្នាំប៉ុណ្ណោះដោយទឹកទន្លេចេះតែឡើងលិចទីនោះទើបព្រះអង្គបានព្រះរាជបញ្ជាឲ្យស្ដេចចៅពញាកែនិងឧកញ៉ាហោរាធិបតីខៀវព្រមទាំងមន្ត្រីឯទៀតផងដែលស្គាល់ទីដីមានជ័យភូមិឲ្យទៅពិនិត្យមើលទីដីនៅជិតភ្នំដូនពេញឃើញថាទីដីនៅទិសអាគ្នេយ៍ភ្នំដូនពេញជ័យភូមិល្អព្រះអង្គក៏មានព្រះរាជបញ្ជាឲ្យកសាងព្រះរាជវាំងថ្មីនៅទីនោះនៅថ្ងៃទី9កើតខែពិសាខឆ្នាំខាលឆស័កពុទ្ធសករាជ1978នៅក្នុងឆ្នាំគ្រិស្តសករាជ1434ព្រះបាទសម្ដេចបរមរាជាពញ្ញយ៉ាតស្ដេចយាងចាក់ចេញពីព្រះរាជវាំងបាសានថ្ងៃទី15កើតខែពិសាខចូលគង់វាំងថ្មីនាទិសអាគ្នេយ៍ជិតភ្នំដូនពេញឯងស្រាប់តែនៅថ្ងៃទី11ខែពិសាខឆ្នាំម្សាញ់នពស័កណាពុទ្ធសករាជ1981ត្រូវនឹងឆ្នាំ1437គ្រិស្តសករាជព្រះអង្គប្រទាននាមថ្មីនេះថាក្រុងចតុមុខមង្គលឯទន្លេ4មុខដែលគេធ្លាប់ហៅថាជាទន្លេច្រាបឈាមមកយូរហើយនោះទ្រង់ប្រសិទ្ធនាមឈ្មោះថាចតុមុខបូព៌ាវិញព្រះអង្គព្រះរាជបញ្ជាឲ្យឧកញ៉ាដេជោស្រីចៅវាយស្រុកសំរោងជាអ្នកកាន់ការលើដីចាក់លុបបំពេញទីក្រុងថ្មីទាំងឲ្យយកដីចាក់បំពេញភ្នំដូនពេញឲ្យរីកធំផងដែរទីដែលក្រហុងជ្រៅដែលកើតចេញពីការជីកយកដីនោះធ្លាប់មានឈ្មោះថាបឹងដេជោរៀងមកគឺទីដីត្រង់ផ្សារថ្មីសពថ្ងៃនេះទ្រង់ព្រះរាជបញ្ជាឲ្យឧកញ៉ាថ្លុងចៅវាយស្រុកបាទីកាន់ការជីកព្រែកមួយនៅខាងត្បូងភ្នំដូនពេញដែលជាប់ឈ្មោះថាព្រែកឧកញ៉ាថ្លុងនៅចំណេរកាលមកហើយនោះគឺថាមានព្រែកពីមថ្លុងទៅទៀតគឺត្រង់តម្លែងសួនវែងសន្ធឹងនៅខាងកើតព្រះ
សច្ចមុនីចិត្តដីសពថ្ងៃនេះហើយកាលនោះព្រះបាទសម្ដេចព្រះបរមរាជាបញ្ញត្តិទ្រង់បានព្រះរាជបញ្ជាឲ្យកសាងវិហារលើទីដីខ្ពស់ដែលចាក់ថែមថ្មីត្រង់កន្លែងវិហារចាស់របស់ដូនពេញឲ្យកសាងព្រះចិត្តដីធំពីខាងក្រោយព្រះវិហារទ្រង់បញ្ញត្តិឲ្យហៅវត្តភ្នំដូនពេញថាវត្តព្រះចិត្តដីបបិទ្ធដូច្នោះវិញលុះចំណាកាលមកមហាជនបែរជាហៅវត្តនេះថាវត្តភ្នំដូនពេញអ្នកខ្លះហៅថាវត្តភ្នំពេញឬគេហៅថាវត្តភ្នំជាប់រហូតដល់សប្តាហ៍នេះទ្រង់បានព្រះរាជបញ្ជាឲ្យកសាងវត្តចំនួន6កន្លែងទៀតណាប្រិយមិត្តបងប្អូននៅក្នុងបណ្ដានៃទីក្រុងភ្នំពេញឬក៏រាជធានីភ្នំពេញសប្តាហ៍ដែលយើងឃើញដែលជារាជធានីនៃបេះដូងប្រទេសកម្ពុជារបស់យើងនេះឯងវត្តទី1នោះគឺថាវត្តកោះដែលស្ថិតនៅត្រង់ទិសខាងកើតឈៀងអាគ្នេយ៍ភ្នំដូនពេញវត្តទី2គឺវត្តលង្កានៅទិសខាងកើតឈៀងអេសានភ្នំដូនពេញវត្តទី3គឺវត្តព្រះពុទ្ធឃោសនានៅត្រង់ទិសខាងត្បូងព្រែកចិនដំដែកនាទិសខាងជើងភ្នំដូនពេញបានជាព្រះរាជទាននាមវត្តទាំង3នេះដូច្នោះដើម្បីសមទៅនឹងដំណើរដែលថាព្រះពុទ្ធឃោសនាចារ្យទៅចម្លងគម្ពីរនៅទីកោះលង្កាវត្តទាំង3ខាងលើមានវត្តកោះវត្តលង្កានិងវត្តព្រះពុទ្ធចំណែកឯវត្តទី4គឺវត្តពីមថ្លុងនៅត្រង់ទិសអាគ្នេយ៍ភ្នំដូនពេញជាប់នឹងមាត់ព្រែកអង្គញាថ្លុងនឹងឯងឆ្លងបន្តិចទៅវត្តកោះព្រះពុទ្ធរូបអង្គធំដែលតម្កល់នៅក្នុងព្រះវិហារពីមថ្លុងនោះមានព្រះនាមថាព្រះសកាលេញដែលគេបិទមាសរំលឹកដោយមានសន្តានស្តៀងទៅនឹងត្រីលេញអញ្ចឹងរីឯវត្តទី5គឺវត្តព្រះនាមថាវត្តឧណឡោមដែលមាននាមនេះស្រេចយូរមកហើយជានាមនៃព្រះចេតិយដែលបានបញ្ចុះព្រះឧណឡោមនេះប្រែថារោមប្រជុំចិញ្ចើមនៃព្រះអសជិតធិនៅចំកណ្ដាលព្រះចេតិយទាំង5ខាងលិចវិហារវត្តឧណឡោមសពថ្ងៃនេះរីឯវត្តទី6គឺវត្តខ្ពប់តាយ៉ងដោយមានលោកតាម្នាក់ឈ្មោះយ៉ងដែលជាអ្នកជីកខ្ពប់មានថាជីកដីណាដីគេហៅខ្ពប់ពាក្យថាខ្ពប់ហ្នឹងគឺចង់សំដៅទៅលើដីល្បាប់ដែលហូរច្រោះមកជាប់ជាមួយនឹងច្រាំងចាស់ទៅជាខ្ពប់អញ្ចឹងចំណេកាលមកវត្តខ្ពប់តាយ៉ងនឹងឯងដែលរាល់ថ្ងៃគឺវត្តណាបុទុមបតីសពថ្ងៃនេះបន្ទាប់ពីនោះមកព្រះរាជាពញ្ញាយ៉ាតព្រះអង្គទ្រង់ព្រះរាជបញ្ជាឲ្យជីកព្រែកមួយទៀតនៅទិសខាងត្បូងព្រះបរមរាជវាំងឲ្យលើកកំពែងព័ទ្ធជុំវិញក្រុងព្រែកនៅខាងត្បូងនោះឈ្មោះថាព្រែកតាកែវនៅខាងលិចនៃព្រែកនោះមានអូមួយហៅថាអូកោមានព្រែកមួយទៀតនៅខាងជើងភ្នំហៅថាព្រែកពុំពាយប៉ុន្តែដោយហេតុថានៅទីនោះមានរោងចិនដំដែកទើបព្រែកពុំពាយនេះคล้ายទៅឈ្មោះថាព្រែកចិនដំដែកវិញប្រិយមិត្តពុកម៉ែបងប្អូននៅតាមមាត់ទន្លេ4មុខព្រះរាជាទ្រង់មានព្រះរាជបញ្ជាឲ្យលើកជីកជាកំពែងដើម្បីការពារទឹកទន្លេកុំឲ្យលិចទីក្រុងនៅខាងមុខកំពែងនៃទីក្រុងមានពួកអ្នករាជការនិងអ្នកស្រុកសង់ផ្ទះសម្បែងតាមចិត្តតែម្ដងកាលនោះឯភូមិភាគខាងលិចទីក្រុងសុទ្ធតែវាលស្រែតែម្ដងឆ្នាំក្រោយមកព្រះនរាយរាជាព្រះរាជបុត្រច្បងនៃព្រះបាទបរមរាជាពញ្ញាយ៉ាតត្រូវបានតាំងជាព្រះឧបរាជហើយទ្រង់បានសាងសង់ប្រាសាទគង់នៅឯជីរលួសនៅពេលដែលជាមួយគ្នានោះព្រះស្រីរាជាព្រះរាជបុត្របន្ទាប់នៃព្រះបាទបរមរាជាពញ្ញាយ៉ាតទ្រង់នៅគង់នៅទិសខាងលិចអូកោលើទួលមួយដែលជាប់នាមហៅថាទួលព្រះស្រីនៅខាងជើងវត្តព្រះពុទ្ធមានបុណ្យសរុបមកវិញប្រិយមិត្តពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាអ្វីដែលខ្ញុំលើកឡើងកាលប្រវត្តិធាតុពិតសំខាន់ដែលជាការស្ថាបនាព្រះរាជវាំងគឺនៅទីក្រុងភ្នំពេញលើកទី1ហើយនៅក្នុងការស្ថាបនាដែលគេកត់សម្គាល់គេបានកត់ត្រាទុកហ្នឹងគឺថានៅព្រះរាជវាំងនៅទីក្រុងភ្នំពេញស្ថាបនាលើកទី2ហ្នឹងគឺកសាងក្រុងភ្នំពេញនេះគឺក្នុងរាជកាលព្រះករុណានរោត្តមបានកសាងទីក្រុងភ្នំពេញបន្តពីព្រះរាជកាលកាលពីព្រះបរមរាជាពញ្ញាយ៉ាតបានប្រកបដោយជោគជ័យសិរីមង្គលរុងរឿងចម្រើនឋិតថេររហូតមកដល់សម័យបច្ចុប្បន្នយើងឃើញថាទីក្រុងភ្នំពេញមានការស្ថាបត្យកម្មអច្ឆរិយៈមួយចំនួនពាក់ព័ន្ធទៅនឹងវត្តភ្នំដូនពេញហើយនឹងទីតាំងនៃបរមរាជវាំងដែលបានកសាងចាប់ផ្ដើមតាំងពីព្រះបរមរាជាពញ្ញាយ៉ាតនេះមករហូតដល់សប្តាហ៍ថ្ងៃហើយខ្លាយទៅជាទីក្រុងនៃបេះដូងប្រទេសកម្ពុជារបស់យើងគឺថាជារាជធានីតែម្ដងរាល់ថ្ងៃនេះអញ្ចឹងទេខ្ញុំសូមតែ slash វីដេអូនេះប៉ុណ្្នេះសិននៅវីដេអូទី2ខ្ញុំនឹងលើកឡើងអំពីរឿងពេញតែម្ដងដែលនិយាយអំពីរឿងដើមកំណើតនៃទីក្រុងភ្នំពេញចែកជូនដល់សិស្សានុសិស្សនិងបងប្អូនជាទីទស្សនាសូមអរគុណ